លោកស្រីអ្នកនាងកញ្ញាជាទីមេត្រីនៅក្នុងនីតិស្វែងយល់អំពីប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជានាវេលាថ្ងៃនេះសូមអញ្ជើញលោកអ្នកនាងតាមដានស្ដាប់ការរៀបរាប់អំពីអរិយធម៌ខ្មែរនៅសម័យនគរភ្នំកំពង់ផែសំខាន់របស់អាណាចក្រភ្នំគឺអូកែវស្ថិតនៅភាគខាងត្បូងភ្នំបាថេក្នុងដែនដីកម្ពុជាក្រោមសពថ្ងៃលើតំបន់ស្ថានីយបុរេប្រវត្តិសាស្ត្រសម័យយុគថ្មរំលីងដែលអ្នកដើរសមុទ្រជាតិឥណ្ឌាបានស្គាល់តាំងពីយូរលង់ណាស់មកហើយកំពង់ផែនេះមិនមែនគ្រាន់តែទទួលសំពៅធំពីប្រទេសចិនម៉ាឡាយូនិងឥណ្ឌាប៉ុណ្ណោះទេព្រមទាំងបានទទួលនាវាសមុទ្រធំដែលដឹកទំនិញមកពីចក្រភពរ៉ូម៉ាំងស្ថិតត្រង់ព្រំប្រទល់សមុទ្រក្រហមថែមទៀតផងនៅកំពង់ផែអូកែវគេបានរកឃើញត្រាមានអក្សរសំស្ក្រឹតមេដៃមាសមានកាលបរិច្ឆេទឆ្នាំ152មានរូបសំណាកព្រះចៅអង្គទុណាំងនិងចម្លាក់ថ្មផ្សេងមកពីតំបន់មេឌីទែរ៉ាណេថែមទៀតផងបើតាមឯកសារចិនបានបញ្ជាក់ឲ្យយើងដឹងថាភូមិខ្មែរព័ទ្ធជុំវិញដោយកំពែងធ្វើអំពីដីមានគូទឹកឬស្រះធំព័ទ្ធជុំវិញដែលមានចិញ្ចឹមក្រពើជាច្រើនផងនៅក្នុងបរិវេណភូមិមានស្រះទឹកសម្រាប់ប្រើរួមគ្នាផ្ទះសង់អំពីឈើបន្តើតខ្ពស់ផុតពីដីហើយប្រក់ស្លឹកមនុស្សនៅអាណាចក្រភ្នំច្រើនមានសម្បុរខ្មៅសក់រួញអង្គាដីច្រើនលែងខ្លួនទៅទេអ្នកស្រុកធម្មតាស្លៀកសារ៉ុងឬសម្ពុតអំបោះដើរជើងទៅទេឯអ្នកមាននិងមន្ត្រីស្លៀកសម្ពុតសំឡុយឬចងក្បិនសម្ពុតចរបាប់មានពាក់ស្បែកជើងផងទាំងអស់គ្នានិយមចោះត្រចៀកដើម្បីពាក់ក្រវិលរយ៉ាទំហ៊ូត្រសាល់ត្រចៀកគេចូលចិត្តល្បែងប្រជុលមាន់ប្រជុលជ្រូកហើយមានការប៉ិនប្រសពក្នុងជំនាញសិប្បកម្មត្បាញរវៃសូត្រអំបោះនិងជាងចម្លាក់ប្រាក់ស្ពាន់ជំនាញជាងទងធ្វើគ្រឿងអលង្ការមាសថែមទៀតផងមនុស្សនៅអាណាចក្រនគរភ្នំត្រង់ណាស់មិនមានចិត្តលោភលន់ហើយមិនចេះលួចទេបើមានទំនាស់ឬក្តីក្តាំងគ្នាកើតឡើងគេចូលចិត្តប្រើវិធីអស្ចារ្យដើម្បីរកសេចក្តីពិតកាលណាមានបាត់របស់អ្វីមួយគេយកបាយពំនូតទៅដាក់នៅចំពោះព្រះភ័ក្ត្រទេវតារួចគេបួងសួងសូមឲ្យព្រះអង្គជួយបង្ហាញមុខជនទុច្ចរិតស្អែកឡើងគេយកបាយពំនូតនោះឲ្យអ្នកជាប់សង្ស័យបរិភោគអ្នកដែលបានប្រព្រឹត្តបទល្មើសនឹងមានឈាមហូរចេញពីមាត់ជាក់ស្ដែងឯអ្នកសុចរិតវិញអាចទំពាបាយពំនូតនោះបានដោយស្រួលម្យ៉ាងទៀតបើមានជនជាប់ចោទពីបទផ្សេងគេឲ្យជននោះអត់បាយ3ថ្ងៃរួចតម្រូវឲ្យជននោះលូកយកវត្ថុផ្សេងមានពងមាន់ឬចិញ្ចៀនមាសចេញពីឆ្នាំងឬខ្ទះទឹកកំពង់ពុះឬក៏ត្រូវកាន់ផ្លែពូថៅឬច្រវាក់ដែលដុតឡើងក្រហមដើរ7ជំហានបើមានកំហុសមែនដៃជននោះនឹងរលាករលួយផ្ទុយទៅវិញបើមិនបានប្រព្រឹត្តខុសគឺគ្មានមងសៅអ្វីទាំងអស់នៅអាណាចក្រនគរភ្នំគេមិននិយមធ្វើគុកដាក់មនុស្សទេបើកាលណាមានកំហុសស្រាលគេពិន័យជនមានទោសតែបើមានកំហុសធ្ងន់ថ្នាក់អក្រិតវិញគេយកអ្នកនោះទៅឲ្យក្រពើឬសត្វសាហាវស៊ីតែម្ដងក្នុងរយៈពេល3ថ្ងៃបើសត្វនោះមិនស៊ីទេគេចាត់ទុកថាអ្នកនោះគ្មានកំហុសហើយលែងឲ្យរួចខ្លួនដោយសារបានទទួលឥទ្ធិពលឥណ្ឌាដល់ទៅ2ដងគឺដើមសតវត្សទី1និងដើមសតវត្សទី5របបនយោបាយរបស់អាណាចក្រភ្នំគឺរាជានិយមតាមបែបឥណ្ឌាមហារាជមានងារជាស្ដេចចក្រវាលឬក្រុងភ្នំសោយរាជលើអាណាចក្រដែលមានសាមន្តរដ្ឋឬរដ្ឋចំណុះជាច្រើនក្នុងនោះមានទាំងសាមន្តរដ្ឋចេនឡាទៀតផង
ព្រះរាជាគង់ក្នុងរាជវាំងដែលមានដំណាក់ច្រើនជាន់មានរបងជុំវិញក្នុងពេលប្រទានសវនាការព្រះអង្គទ្រង់គង់ផ្ទាល់លើព្រះទែនផ្ដេកជង្គង់ឆ្វេងបញ្ឈរជង្គង់ស្ដាំដោយកាយវិការរូបចម្លាក់ស្ដេចគំលង់សពថ្ងៃមានពានមាសនិងផាងមាសដុតឈើក្រអូបដាក់លើកម្រាលពីខាងមុខហើយមានរូបព្រះរាជសង្ហាតម្កល់នៅចំចន្លោះកណ្ដាលពានមាសនោះផងព្រះរាជាទ្រង់យាងទៅណាមកណាដោយដំរីដែលមានក្បួនដង្ហែឥកធឹបពីនាម៉ឺនមុខមន្ត្រីនិងស្រីស្នំបរិពារផងពន្ធដារត្រូវបង់ជាមាសប្រាក់គុជឬគ្រឿងក្រអូបផ្សេងសង្គមអាណាចក្រភ្នំជាសង្គមមេនិយមគឺគេទុកស្រីជាធំនៅក្នុងគ្រួសារផងនិងក្នុងសង្គមផងក្នុងការកសាងគ្រួសារគឺស្រីដណ្ដឹងប្រុសខាងវិស័យសេដ្ឋកិច្ចវិញក្នុងសម័យនគរភ្នំមានឈ្មោះថាថ្កុំថ្កាងរុងរឿងណាស់កសិកម្មមានការរីកលូតលាស់ចម្រើនខ្លាំងដោយសារតែមានជោគជ័យក្នុងនយោបាយទឹករហូតដល់ឯកសារចិនកត់ត្រាថាគេព្រោះមួយឆ្នាំគេច្រូតបាន3រដូវខាងពាណិជ្ជកម្មក្រៅពីកំពង់ផែអូកែវដែលជាកំពង់ផែអន្តរជាតិទទួលនាវាផ្ទុកទំនិញធំៗពីគ្រប់ទិសទីអាណាចក្រភ្នំមានបច្ចេកទេសក្នុងការធ្វើសំពៅធំដើរតាមសមុទ្រដែលតាមឯកសារចិនបានបញ្ជាក់ថាសំពៅមានប្រវែង30ម៉ែត្រដែលមានក្បាលនិងកន្សៃមានរាងជាក្បាលនិងកន្ទុយត្រីថែមទៀតផងខាងវិស័យអប់រំមានការរីកចម្រើនខ្លាំងព្រោះឯកសារចិនបានបញ្ជាក់ថាអាណាចក្រភ្នំមានសៀវភៅនិងមានកន្លែងរក្សាទុកបណ្ណាសាភាសាខ្មែរជាភាសាប្រើទូទៅនិងភាសាសំស្ក្រឹតជាភាសាផ្លូវការខាងវិស័យសាសនាវិញអ្នកនគរភ្នំបានកាន់សាសនាធំពីរមកពីឥណ្ឌាគឺព្រហ្មញ្ញសាសនានិងព្រះពុទ្ធសាសនាហើយជាទូទៅ